ទៀតនៅក្នុងអត្ថបទនេះខ្ញុំលើកយករឿងខ្លីមួយមកនិយាយអំពីប្រទេសសិង្ហបុរីលោកអ្នកដឹងហើយថាប្រទេសសិង្ហបុរីគឺជាប្រទេសទំនើបប្រសិនបើយើងធ្វើដំណើរទៅទស្សនាសិង្ហបុរីយើងឃើញថាសិង្ហបុរីស្អាតណាស់សិង្ហបុរីស្អាតមានសណ្ដាប់ធ្នាប់ស្អាតអនាម័យអីសពគ្រប់បានសេចក្តីហើយបាននិយាយអំពីចំនួនប្រាក់ចំណូលជាមធ្យមរបស់សិង្ហបុរីរៀនក៏យើងឃើញថាសិង្ហបុរីគឺអ្វីឃើញថាល្អទាំងអស់អាចចាត់ទុកថាសិង្ហបុរីនឹងជាប្រទេសទី1ហើយមានលក្ខណៈសម្បត្តិស្មើនឹងប្រទេសនៅយុរ៉ុបណាស្មើនឹងប្រទេសនៅយុរ៉ុបស្មើនឹងប្រទេសអាមេរិកសំទោសតែអ្វីដែលយើងត្រូវដឹងអ្វីដែលយើងត្រូវដឹងបន្ទាប់ពីហ្នឹងណាអ្វីដែលយើងត្រូវដឹងបន្ទាប់ពីហ្នឹងគឺភាពសប្បុរសរបស់ប្រជាជនសិង្ហបុរីបាននិយាយពីទំនេរបាននិយាយពីភាពទំនេរបាននិយាយពីភាពសប្បុរសរំភើយប្រទេសកម្ពុជាយើងប្រជាជនសប្បុរសរំភើយជាងនៅប្រទេសថៃប្រជាជនសប្បុរសរំភើយជាងនៅម៉ាឡេស៊ីក៏អាចសប្បុរសរំភើយជាងគ្រាន់តែនៅប្រទេសកម្ពុជាវាមានអ្នកក្រខ្លាំងអីចឹងតែប៉ុន្តែมันរវល់ទេប្រទេសសិង្ហបុរីប្រជាពលរដ្ឋមិនរំភើយសប្បុរសដូចខ្មែរយើងទេហើយការរស់នៅប្រចាំថ្ងៃគឺប្រកបទៅដោយការយកចិត្តទុកដាក់ប្រឹកព្រៀនប្រជាជនសិង្ហបុរីរស់នៅគឺតែងតែយកចិត្តទុកដាក់និងចំណាយចាយអីធ្វើអីឲ្យដឹងពីរបៀបរបបពុំនោះសោតទេនឹងជួបប្រទះការខ្វះខាតដូច្នេះប្រជាជនសិង្ហបុរីបើយើងនិយាយអំពីប្រទេសស្អាតបើយើងនិយាយពីប្រទេសទំនើបបើយើងនិយាយអំពីការរៀបចំនិងសណ្ដាប់ធ្នាប់គឺល្អទាំងអស់ក៏ប៉ុន្តែការដែលស្ងប់ស្ងៀមសុខស្រួលមិនសូវជាតក់ក្រហល់វាទៀបជាងប្រទេសខ្មែរយើងទេអញ្ចឹងពាក្យថាក្រពាក្យថាមានពាក្យថាសុខស្រួលហ្នឹងកន្លែងខ្លះអត់មានគិតដូចគ្នាទេដូចជាខ្ញុំនៅអាមេរិកចឹងខ្ញុំនៅអាមេរិកខ្ញុំនិយាយត្រង់អាមេរិកអត់សុខស្រួលប្រហែលទេការរស់នៅស្រុកអាមេរិកត្រូវមានសណ្ដាប់ធ្នាប់របស់ខ្លួនมันអាចចេះតែបណ្ដែតបណ្ដោយទៅទេពុំនោះសោតទេនឹងមានការលំបាកពេលចេះទៅពេលអីអញ្ចឹងណាអ្វីដែលជាភាពសុខស្រួលវាស់ឲ្យត្រូវដូចគ្នាអត់បានទេគឺស៊ីសងទៅលើការចូលចិត្តបងប្អូនចូលចិត្តស្រុកខ្មែរក៏នៅស្រុកខ្មែរបងប្អូននៅស្រុកថៃក៏ចូលចិត្តនៅស្រុកថៃបងប្អូនចូលចិត្តអាមេរិកនៅអាមេរិកតែបើសង្កត់ធ្ងន់ថាសិង្ហបុរីវាល្អដាច់គេអត់ទេមនុស្សខ្លះអត់ចូលចិត្តសិង្ហបុរីទេប្រជាជនសិង្ហបុរីមួយចំនួនក៏អត់ចូលចិត្តរស់នៅសិង្ហបុរីដែរគេទៅរស់នៅស្រុកខ្មែរស្រួលជាងប្រជាជនមួយចំនួនក៏អត់ចូលចិត្តរស់នៅអាមេរិកដែរគេទៅរស់នៅស្រុកខ្មែរស្រួលជាងប្រជាជនមួយចំនួនទៀតគេចូលចិត្តរស់នៅស្រុកអាមេរិកប្រជាជនមួយចំនួនគេចង់រស់នៅស្រុកឥណ្ឌាស្រុកគេនោះប្រជាជនខ្លះគេចូលចិត្តរស់នៅទៅនេះទៅនោះដូច្នេះបាននិយាយអំពីរង្វាស់ថាតើកន្លែងណាឲ្យវាស្រួលជាខ្នាតជាក្បួនអត់ទេវាអាស្រ័យទៅលើចំណូលចិត្តរបស់មនុស្សសិង្ហបុរីប្រជាជនសិង្ហបុរីមួយចំនួនគាត់បានសម្ដែងថាគាត់នឿយណាយនឹងជីវិតរបស់គាត់នៅសិង្ហបុរីណាគាត់នឿយណាយនឹងជីវិតរបស់គាត់នៅសិង្ហបុរីពីព្រោះនៅសិង្ហបុរីពេលគាត់រស់នៅគាត់ត្រូវមានសណ្ដាប់ធ្នាប់បើគាត់ធ្វើស្រេចនឹងចិត្តគាត់ចង់គាត់មិនអាចរស់បានទេវាលំបាកណាអញ្ចឹងបងប្អូនរឿងដែលយើងឃើញហ្នឹងសិង្ហបុរីគេល្អប៉ុន្តែបងប្អូនជួនកាលអាចមិនចូលចិត្តទេអាមេរិកក៏អញ្ចឹងដែរបងប្អូនឃើញតែល្អជួនកាលបងប្អូនមិនចូលចិត្តទេបងប្អូនមិនចូលចិត្តទេហើយជួនកាលទៅសប្បាយពីក្មេងតែដល់ពេលចាស់ទៅយ៉ាប់អញ្ចឹងគឺថាប្រទេសមួយអត់អាចយកម៉ែត្រប្រទេសមួយនេះទៅវាស់ឲ្យត្រឹមហើយគិតថាល្អឬអាក្រក់ទេគឺយើងនិយាយពីបញ្ហាតែប៉ុណ្ណឹងដូចខ្ញុំរិះគន់ប្រទេសកម្ពុជាអញ្ចឹងការរិះគន់មានតែប្រទេសកម្ពុជាមិនមែនអាក្រក់ទាំងអស់ទេណាការដឹកនាំរបស់ហ៊ុនសែនវាមានបញ្ហាប៉ុន្តែមិនមែនអាក្រក់ទាំងអស់ទេអានឹងអញ្ចឹងនឹងអញ្ចឹងសួស្ដីបងហុយវឿន How are you បាទសួស្ដីសុវណ្ណPink Panther តើលោកតារស់នៅរដ្ឋណាមួយនៃសហរដ្ឋអាមេរិកគេអត់សួរទេកូនសំណួរហ្នឹងគេអត់សួរទេបាទនៅក្នុងអនឡាញគេអត់សួរទេសំណួរហ្នឹងអូខេដូចភ័ណ្ឌសួរតាអញ្ចឹងគេអត់សួរទេសំណួរហ្នឹងសួរអីផ្សេងណានៅក្នុងការជួបគ្នាអនឡាញគេអត់សួរសំណួរហ្នឹងទេចំពោះអ្នកអាមេរិកគេអត់សួរទេណាសួស្ដីម៉ាឡេណាដូចចៅមួយសួរថាអាយុប្រហែលហើយអញ្ចឹងភាគច្រើននៅអាមេរិកគេអត់សួរទេណាគេអត់ចាំបាច់សួរគ្នាទេវាមិនមែនជាសុខជីវធម៌ណាកូនណា
Devin តាអត់ដឹងឯងកូនរឿងបាល់ទាត់រឿងអីតាអត់ដឹងទេតែបើនិយាយអំពីបាល់ទាត់សម័យសម្ដេចសីហនុបាល់ទាត់សម្ដេចសីហនុខ្ញុំក៏មិនដឹងច្រើនទេគ្រាន់តែដឹងប៉ុណ្ណេះថាបាល់ទាត់ជាមួយយួនមិនដែលឈ្នះយួនទេខ្មែរមិនដែលឈ្នះយួនទេតែបាល់ទាត់ជាមួយឡាវឬក៏ទាត់ជាមួយនឹងថៃខ្ញុំក៏អត់ដឹងតែបាល់ទាត់ជាមួយយួនមិនដែលឈ្នះទេមិនដែលឈ្នះយួនទេមិនដែលឮសូរតែខ្មែរឈ្នះយួនហ្នឹងអញ្ចឹងតែឥឡូវហ្នឹងវាដូរយ៉ាងណាខ្ញុំពីមុនហ្នឹងបាល់ទាត់ខ្ញុំចេះមើលតែខ្មែរទាត់នឹងខ្មែរណាហើយឥឡូវនេះខ្ញុំភ្លេចវិន័យបាល់ទាត់អស់ហើយខ្ញុំបើឲ្យខ្ញុំមើលនឹងថ្ងាសខ្ញុំអត់ដឹងថាគេទាត់ហ្នឹងអាណាខុសវិន័យយ៉ាងណាយ៉ាងណីខ្ញុំអត់ដឹងទេខ្ញុំលែងដឹងហើយតើអនាគតកូនខ្មែរនឹងទៅជាយ៉ាងណាបើក្មេងៗសប្តាហ៍ថ្ងៃនេះសរសេរឡាតាំងសំនៀងខ្មែរដោយអក្សរយួនគ្រប់គ្នាបែបនេះការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរមិនបញ្ហាទេប្រសិនបើកូនខ្មែរចេះខ្មែរស្ទាត់បញ្ហាដែលវាកើតឡើងគឺកូនខ្មែរចេះខ្មែរមិនស្ទាត់ហើយដល់ចេះខ្មែរអត់ស្ទាត់ទៅភាសាវាក៏រ៉ាប់ណាភាសាវាខូចវាមិនមែនដោយសារសរសេរតួអក្សរបរទេសទេគឺខ្មែរយើងចេះខ្មែរមិនស្ទាត់អានឹងចឹងទេណារីឯការសរសេរប្រើតួអក្សរបរទេសសរសេរសំឡេងខ្មែរមិនគ្រោះថ្នាក់ទេណាមិនគ្រោះថ្នាក់ទេណារិទ្ធការយកឈ្នះចិត្តខ្លួនឯងហ្នឹងភាសាពិតប្រាកដរបស់វាគឺមានវិន័យគឺខ្លួនឯងមានវិន័យដូចតារស់នៅអញ្ចឹងតាមានវិន័យគឺក្នុងមួយថ្ងៃតាត្រូវធ្វើអ្វីខ្លះហើយមុនចូលដេកហ្នឹងត្រូវធ្វើអីខ្លះហ្នឹងគឺជារបៀបវារៈប្រចាំថ្ងៃនឹងជាវិន័យរបស់យើងយើងត្រូវធ្វើអញ្ចឹងហ្នឹងប៉ុណ្្នឹងឯងណាលោកតាសុំយោបល់វិបត្តិគ្រួសារបន្តិចសរសេរមកបើអាចស្រាយបានស្រាយបើស្រាយមិនបានប្រាប់ថាមិនបាន Superfa តើតាមើលឃើញដូចខ្ញុំដែរឬទេថ្ងៃប្រទេសខ្មែរយើងកំពុងតែកំសោយក្នុងវិស័យអប់រំខ្លាំងណាស់សម្បូរដោយក្មេងទំនើងរឿងនេះឃើញដូចគ្នាហើយការចាត់ការរបស់រាជរដ្ឋាភិបាលអន់ណានាយករដ្ឋមន្ត្រីនិយាយពីរឿងក្មេងទំនើងច្រើនដងប៉ុន្តែដោះស្រាយមិនចាញ់ទេចុងក្រោយឬសូវបញ្ជូនក្មេងប្រហែល100នាក់ទៅព្រំដែនមិនដឹងថាទៅធ្វើអីផងហើយក៏ស្ងាត់បាត់ទៅរឿងនេះជារឿងដែលរាជការធ្វើការអត់ចាញ់ទេណាលោកតាខ្ញុំនៅក្មេងចេះដឹងរឿងនយោបាយល្អទេអត់ល្អទេកូនរហូតដល់អាយុ26ឆ្នាំគ្រាន់តែលឺទៅស្ដាប់ទៅបញ្ចេញយោបល់បន្តិចតួចតែការយកចិត្តទុកដាក់រឿងនយោបាយអត់ជួយទេអាយុចៅប៉ុណ្ណឹងគឺរៀនគឺត្រូវរៀន Sam XBT